បាទនៅពេលនេះដែរកម្មវិធីសម្ព័ន្ធសារព័ត៌មានស្រាវជ្រាវការពិតបាទដែលដឹកនាំដោយខ្ញុំបាទហ៊ួនចន្ទថនអនុប្រធានសម្ព័ន្ធនិងជាចាស់វាងកាសែតសំឡេងអ្នកការពារបាទបានចុះមកជួបជាមួយនឹងអ្នកមីងស្រុនសេរីនិងកុមារីសឹងស្រីយ៉ាទៅតាមលិខិតស្នើសុំរបស់អ្នកទាំងអស់គ្នានេះបានស្នើសុំចូលទៅសម្ព័ន្ធកាលពីថ្ងៃទី9ខែកញ្ញាឆ្នាំ2013នេះនៅពេលនេះដែរម៉ោងប្រហែលជាងម៉ោង11ទៅហើយនៅក្នុងថ្ងៃទី14ខែកញ្ញាឆ្នាំ2013បាទអធិស្ឋានណាមីងសុនសេរីខ្ញុំចង់ដឹងថារឿងហ្នឹងតឡាការគាត់គិតយ៉ាងម៉េចគាត់សម្រេចយ៉ាងម៉េចហើយបាទចំពោះកុមារីសៀងស្រីយ៉ានេះបាទគាត់សម្រេចថាដែលហៅអឿនឧត្តមដែលជនល្មើសហ្នឹងទៅថាកាត់ទោសវាត្រូវថ្ងៃទី26ខែ4មេសាហ្នឹងកាត់ទោស2ឆ្នាំ6ខែជាប់គុក2ឆ្នាំ6ខែត្រូវបង់ជំងឺចិត្ត2លានតែឥឡូវនេះជនល្មើសរត់ទៅបាំអត់មានឃើញអីទេតើមានដឹងថាក្នុងការកាត់ក្តីហ្នឹងបានចេញសារក្រមជាស្ថាពរហើយឬក៏គាត់តែជាការជំនុំជម្រះនៅឡើយទេបាទហ្នឹងជំនុំជម្រះរួចហើយដល់គឺកាត់ទោសអត់មានឃើញសារក្រមចេញផងគេអត់ប្រាប់យើងផងគេអត់តមានប្រាប់អីទាំងអស់ណាអត់តាមដឹងថាសារក្រមរបៀបមិនផងព្រោះខ្ញុំអត់ដឹងដែរព្រោះគឺកាត់ទោសត្រូវជាប់គុក2ឆ្នាំ6ខែបង់2លានហ្នឹងក៏បាត់រហូតដល់ប្រហែលជា5ខែហ្នឹងទៅអ្នកជនរងគ្រោះនៅតែចាំមើលគេក៏អត់ឃើញអីទាំងអស់នៅក្នុងការកាត់ក្តីនោះគឺមានអ្នកណាខ្លះចូលរួមបាទមានដឹងទេណាមីងចូលរួមមានសំណាងមាន1ហើយជាអាន2ហើយនឹងខ្ញុំនឹងជាតាវាហ្នឹងហើយម្ដាយចុះខាងភាគីជនល្មើសវិញបាទគេមានតាថ្ងៃគេកាត់ទោសមានអឿនឧត្តមមានតាលពុកម្ដាយលពុកគេមួយទេអត់មានម្ដាយចូលរួមទេអត់មានទេហើយកាត់ក្តីកាលពីថ្ងៃទីប្រហែលថ្ងៃទី26ខែ4ចាហើយរហូតមកដល់ពេលនេះក្នុងខែកញ្ញានេះប្រហែលជាប្រហែលខែហើយប្រហែលជា5ខែខ្ញុំក៏ចង់ដឹងដែរថារឿងហ្នឹងពីដំបូងឡើយនោះតើវាយ៉ាងម៉េចដែរបាទរឿងដែលដំណើរដើមតោងពីដំបូងថាកុមារីវាយ៉ាងម៉េចបានទៅដល់ថ្នាក់ចាប់រំលោភពីដើមហ្នឹងកូនចៅខ្ញុំតែងទៅលេងជាមួយប្អូនវានៅក្រោមផ្ទះវាហ្នឹងប៉ុន្តែខ្ញុំនឹកឃើញថាវាអាងថាវាលេងហ្នឹងវាបានសុខសាន្តដល់ថ្ងៃមួយហ្នឹងមិនដឹងថាម៉េចវាក៏មកផ្ទះវាហ្នឹងគោចៅខ្ញុំកំពុងលេងបៃលុកបៃឡោវាហៅចៅខ្ញុំហ្នឹងទៅលើផ្ទះដល់ហៅទៅវាហ្នឹងគោថាយ៉ាឡើងមកណែដេកមិនេះឡើងទៅថាដេកធ្វើដូចរឿងសិចហើយមិនេះក៏វាមិននេះដែរវាអត់ព្រមគូគេហ្នឹងចាប់បដួលគ្នាហ្នឹងទៅចាប់គ្នាមលក់ប៉ុន្តែអត់បានសម្រេចទេមីប្អូនឈ្មោះមីសឹងបុផាយទៅតាន់បាទហើយក៏បានដាក់ពាក្យតាមប៉ូលីសមកបញ្ជូនមកតុលាការចឹងមកចាអរគុណបាទខ្ញុំក៏ចង់បានពាក្យមួយចំនួនពីកុមារីសឹងសយ៉ាផងដែរចង់ដឹងថាតើវាយ៉ាងម៉េចជាស្រ័យបងអូនស្រីខ្ញុំចង់ដឹងថាបងចង់ដឹងថាវាយ៉ាងម៉េចពីដំបូងអូនមុនដំបូងខ្ញុំលេងលក់ផ្ទះគាត់ហើយគាត់ហៅខ្ញុំឡើងទៅលើផ្ទះហើយពេលខ្ញុំឡើងទៅគាត់ឲ្យខ្ញុំដេកធ្វើដូចយើងសិចហើយពេលខ្ញុំអត់ដេកគាត់ចាប់ជើងខ្ញុំបដួលហើយគាត់ថាឲ្យខ្ញុំស្រាតចពុតពេលខ្ញុំអត់ស្រាតគាត់ចាប់ស្រាតហើយមិនទៀតហើយពេលខ្ញុំរត់មកផ្ទះគាត់ចាប់ទាញសក់ខ្ញុំហើយពេលគាត់ចាប់ទាញសក់ខ្ញុំហើយគាត់ដាក់ខ្ញុំមកដៃចំពោះហើយគាត់យកក្តោគាត់មកញើខ្ញុំហើយប្អូនទៅតន់ណាហើយមិនហើយតែមិនទៀតប្អូនខ្ញុំឡើងទៅតន់ខ្ញុំរត់មកផ្ទះប្រាប់ម៉ាក់យាយទៅហើយប្អូនឈ្មោះសឹងសីយ៉ាហ្នឹងណាបុផាសឹងបុផានេះកុមារនេះឈ្មោះសឹងសីយ៉ាចឹងណាឈ្មោះសឹងសីយ៉ាប្អូនឈ្មោះហើយចាំនេះឈ្មោះអីគេសឹងបុផាអូខេអូនមិនដែរថ្ងៃហ្នឹងអូនមិនដឹងទេកាលខ្ញុំលេងទៅយកផ្ទះគាត់ហើយមិនទៀតគាត់ហៅយ៉ាត់យ៉ាងលើផ្ទះហើយមិនទៀតអូនហើយអនយ៉ាត់ទេគាត់យ៉ាវាអត់ទេហើយមិនទៀត
ឥឡូវហ្នឹងខ្ញុំក៏សូមអរគុណនៅប្រសាសន៍របស់អ្នកមីងព្រមទាំងកុមារីសឹងសីយ៉ាហើយនិងកុមារីសឹងបុផាឥឡូវហ្នឹងខ្ញុំក៏សូមអធិស្ឋាននិងសូមពេលវេលាមកជួបជាមួយនឹងលោកសំណាងមានដែលគាត់ជាសាក់សីមួយក្នុងការចូលរួមនៅក្នុងការកាត់ក្តីនៅពេលនេះដែរណាសូមអរគុណបាទអធិស្ឋានបងបាទបងចេះកងថ្ងៃណាខ្ញុំបងអាចអញ្ជើញមកអង្គុយខាងនេះបន្តិចបានទេបាទបាទរឿងហ្នឹងវាយ៉ាងម៉េចដែរបងរឿងហ្នឹងតាមតែខ្ញុំបានចូលរួមនៅកន្លែងតុលាការក៏ខ្ញុំចូលវគ្គ2ដែលត្រូវកាត់ទោសកន្លែងឈឺនៅដំហ្នឹងឃើញថាតុលាការចេញសារក្រមកាត់ទោសឈឺនៅដំហ្នឹងចំនួនឈឺនៅដំឬក៏អឿននៅដំបាទកាត់ទោសជាប់2ឆ្នាំ6ខែហើយនឹងបងពាណិជ្ជទឹកប្រាក់ជូនដល់ជនរងគ្រោះមក2លានរៀលតាមរយៈប្រហែលជា4-5ខែរឿងមកហើយក៏អត់មានបានជួបអីឈឺនៅដំក៏អត់មានបានជាប់អីទាំងអស់អត់មានបានជាប់ហើយលុយក៏មានបានបងហើយនៅតែមួយខ្លួនរហូតដល់ខ្ញុំបានដឹងរឿងប៉ុណ្ណឹងលោកធានបានតែប៉ុណ្្នឹងទេណាបាទហើយឥឡូវហ្នឹងតើបងក្នុងនាមបងជាមន្ត្រីសារព័ត៌មានអញ្ចឹងហ៎បាទខ្ញុំអញ្ចឹងក្នុងនាមបងជាមន្ត្រីសារព័ត៌មានតើបងមានទស្សនៈយ៉ាងណាដែរបាទចំពោះករណីចាប់រំលោភហើយតុលាការពុំតាន់បានផ្ដល់យុត្តិធម៌រយៈពេលប្រហែលខែហើយនោះបាទខ្ញុំមានអារម្មណ៍នឹកឃើញថាតុលាការជាជញ្ជីងរបស់រាជហើយដល់ពេលនេះគឺកាត់ក្តីសម្រាប់ដែលជនរងគ្រោះហើយcònដល់ក្រោយមកកាត់ក្តីហើយហ្នឹងក៏មិនដឹងយ៉ាងណាក៏អ្នកជាប់ទោសក៏ត្រូវជារួចខ្លួនហើយអារឿងលុយដែលត្រូវបង់ក៏មិនបានឃើញអាគ្នានឹងមិនបានទទួលបាទហើយនៅបាទអញ្ចឹងខ្ញុំមានការងឿងស្ងល់បានបន្តិចតែប៉ុណ្្នឹងទេបាទអរគុណច្រើនឥឡូវហ្នឹងខ្ញុំក្នុងនាមជាមន្ត្រីសារព័ត៌មានក្នុងនាមជាសម្ព័ន្ធសារព័ត៌មានខ្ញុំបាទក៏សូមសន្យាជាមួយនឹងបងស្រីផងដែរអ្នកមីងផងដែរថាខ្ញុំនឹងពំនាំយកនៅប្រសាសន៍របស់អ្នកមីងព្រមទាំងកុមារីនឹងស្នើសំណន់ទៅដល់ថ្នាក់ដឹកនាំប្រព័ន្ធតុលាការខេត្តពោធិ៍សាត់យើងនេះនឹងសូមឲ្យលោកជួយមានវិធានការធ្វើយ៉ាងណាជួយពង្រឹងបាទការអនុវត្តផ្លូវច្បាប់ឲ្យប្រកបដោយយុត្តិធម៌ពីព្រោះថានៅពេលនេះប្រជារាស្ត្រច្រើនណាស់កំពុងតែជឿជាក់ហើយកំពុងតែត្រូវការឲ្យច្បាប់ជួយប៉ុន្តែបើសិនបើថ្នាក់ដឹកនាំប្រព័ន្ធតុលាការក៏ដូចជាអាដាមអង្គវងវឌ្ឍនារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពលោកពុំបានចាប់អារម្មណ៍ឲ្យបានមើងម៉ាត់នោះទេយើងឃើញថាទុកលំបាកប្រជារាស្ត្រចេះតែកើនហើយរដ្ឋាភិបាលក្នុងនាមសម្ដេចហ៊ុនសែនជាប្រមុខនាយករដ្ឋមន្ត្រីលោកតែងតែខិតខំជួយដល់ប្រជាពលរដ្ឋច្រើនណាស់ប៉ុន្តែតែងតែទទួលនៅរងសម្ពាធយ៉ាងច្រើនពីសំណាក់ក្រុមមួយចំនួនដែលជាដៃគូប្រឆាំងរបស់លោកនៅពេលនេះដែរកម្មវិធីសម្ព័ន្ធសារព័ត៌មាននឹងស្នើសុំទៅដល់តុលាការខេត្តពោធិ៍សាត់ពិសេសនោះគឺស្នើសុំទៅដល់អាដាមអង្គវងវឌ្ឍនានិងថ្នាក់ដឹកនាំដូចជាទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងពាក់ព័ន្ធជាច្រើនក្នុងរដ្ឋាភិបាលធ្វើយ៉ាងណាជួយពង្រឹងនិងរៀបចំជំរុញឲ្យប្រព័ន្ធតុលាការជាពិសេសគឺក្មេងស្រីកុមារីសឹងស្រីយ៉ានិងគ្រួសាររបស់នាងបានទទួលភាពយុត្តិធម៌ក្នុងពេលឆាប់ខាងមុខបាទខ្ញុំបាទក៏សូមអរគុណ